សួស្តីអង្គពុំមីងទាំងអស់គ្នាថ្ងៃនេះចែករំលែកការថែទាំប្រទាលហើយការថែទាំប្រទាលអត់មានន័យពិបាកទេបងប្អូនគ្នាឲ្យតែយើងអាសាថែទាំដកស្មៅដកអីចឹងទៅហើយកុំអាសាស្រូចទឹកឲ្យជាប់ពេកអាហ្នឹងអាចនឹងឲ្យលួយដល់ឬចឹងបងប្អូនគ្នាហើយថ្ងៃនេះមានអីមកដកស្មៅប្រទាលហើយនឹងមើលប្រទាលណាធៀងណាដែលលួយហ្នឹងបេះចេញពីបងប្អូនធៀងនេះចឹងយើងមើលទៅដូចវាមិនល្អទេនេះនេះអត់ល្អចឹងទៅយើងកាច់យើងបេះចោលទៅការពារវានេះដូចនេះយើងលុបដេញតិចទៅស្មៅដូចស្មៅដល់កមកដល់លឿនណាដោយសារយើងខែនេះចូលខែផ្សារពងអញ្ចឹងទៅវាត្រូវទឹកត្រូវដល់លឿនហើយទី1យើងអាសាស្រួយទឹកទៀតអញ្ចឹងទៅស្មៅដល់លឿនណាដោយសារថ្ងៃនេះអីយើងត្នេអញ្ចឹងក៏មកថែប្រទាលដកស្មៅអស់នឹងប្រទាលណាឲ្យលួយហ្នឹងយើងបេះវាចេញកុំឲ្យវាឆ្លងអញ្ចឹងបងប្អូនគ្នាជាមួយខ្ញុំរកប្រទាលណាទេដែលវាយើងក៏ហមហ្នឹងបេះក៏ត្រូវបេះចេញដែរគេបងប្អូនគ្នានេះដូចជានេះឲ្យលួយអញ្ចឹងយើងទុកវាបានយើងត្រូវតែបេះចោលភ្លាមអញ្ចឹងដោយសារហ្នឹងទុកយូរឲ្យលួយតរហូតអញ្ចឹងយើងត្រូវបេះចោលហើយមួយទៀតចាំខ្ញុំចែករំលែកប្រាប់បងប្អូនការថែទាំប្រទាលដូចថែប្រទាលនេះអញ្ចឹងមើលធៀងវាស្វិតហើយដើមវាក៏ធៀងធំដែរអញ្ចឹងយើងដកវាបេះកាច់វាចេញមកយើងមានកបិតយើងយកកបិតមកជៀកបានតែយើងអត់កបិតទេដៃទៅលុបយើងទៅកុំឲ្យវាលួយដាក់ដេញតិចហើយមួយទៀតបងប្អូននេះយើងដកចោលទៅខ្ញុំទុកវាអត់ល្អទេវាអាចនឹងប៉ះពាល់ដល់ធៀងផ្សេងដែលធៀងដែលធំអញ្ចឹងបើនេះនៅខប់ដីអញ្ចឹងវាអាចនឹងខូចបោះចោលដែរទៅយើងទុកតែលើធំនេះទៅបានទេណាបងប្អូនគ្នាទស្សនាការខ្ញុំដកស្មៅបាយបាយ